ជំរាបសួរចាលោកស្រីអែមស្រីមុំជាតំណាងសហគ្រាសវត្តមរុំខ្មែរចាហើយយើងក៏ចង់ដឹងអំពីវត្តមរុំខ្មែរមានផលិតផលអីខ្លះដើមដំបូងឡើយការផលិតឬមួយក៏ការចាប់ផ្ដើមបែបណាអីចឹងដែរណាចាអញ្ចឹងមុនដំបូងសួរថាហេតុអីបានលោកស្រីសម្រេចចិត្តការបង្កើតជាសហគ្រាសវត្តមរុំខ្មែរធម្មជាតិយើងនេះចាដំបូងឡើយមូលហេតុដែលបង្កើតសហគ្រាសវត្តមរុំខ្មែរធម្មជាតិនេះគឺដោយសារតែស្ថាបនិករបស់យើងគឺលោកស្រីនីតិកាអ៊ុំវណ្ណាគាត់កាលនោះគាត់មានម្ដាយគាត់ផ្ទាល់គាត់មានជំងឺកង្វះកាល់ស្យូមគឺម្ដាយគាត់មានជំងឺពុកឆ្អឹងខ្នងអញ្ចឹងក៏ធ្វើឲ្យអ្នកស្រីគាត់ព្យាយាមរកវិធីសាស្ត្រជាច្រើនអញ្ចឹងដើម្បីជួយព្យាបាលជំងឺរបស់ម្ដាយលោកស្រីផ្ទាល់ចាប៉ុន្តែគាត់ព្យាយាមរកវិធីសាស្ត្រច្រើនសម្រាប់ព្យាបាលប៉ុន្តែឃើញថាមិនបានជួយស្ដាយអញ្ចឹងក៏ក្រោយមកគាត់ក៏បានស្គាល់មរុំគាត់ក៏ចាប់ផ្ដើមព្យាយាមកែច្នៃមរុំឲ្យទៅជាផលិតផលមួយដែលជួយដែលគិតថាអាចដោះស្រាយវិបត្តិសុខភាពរបស់ម្ដាយរបស់គាត់ក៏ព្យាយាមសិក្សាហើយក៏សាកល្បងជាច្រើនដងបន្ទាប់មកក៏ឃើញថាទទួលបានលទ្ធផលល្អចាបន្ទាប់ពីហ្នឹងមកក៏គាត់ចាប់ផ្ដើមដឹងពីអត្ថប្រយោជន៍របស់មរុំចាបន្ទាប់មកគាត់ក៏ចាប់ផ្ដើមកែច្នៃមរុំទៅជាអាហារបំពន់ដែលជួយផ្ដល់ជួយដោះស្រាយសុខភាពរបស់យើងនឹងបានច្រើនចាបើចំពោះម្សៅវត្តម្រុំខ្មែរហ្នឹងយើងគិតថាអាចទទួលទានបានចំពោះវ័យណាដែរបើតាមលោកស្រីមានប្រសាសន៍មិញគឺមនុស្សចាស់ម្ដាយរបស់អ្នកមីងបណ្ណាថាគាត់មនុស្សចាស់ណាគាត់ទទួលទានអញ្ចឹងមនុស្សចាស់កម្រិតណាឬមួយក៏កុមារប្រភេទម៉េចឬមួយចាប់ពីអាយុប្រហែលដែរដែលអាចប្រើប្រាស់ម្សៅវត្តម្រុំនេះចាជាទូទៅគឺសម្រាប់មរុំនេះគឺអាចប្រើប្រាស់បានចាប់ពីកុមារអាយុ6ខែឡើងរហូតដល់ចំណាស់តែម្ដងចាដោយសារតែមរុំខាងសិប្បកម្មមរុំគឺយើងមានបែងចែកជាប្រភេទផលិតផលសម្រាប់ប្រភេទវ័យកុមារនិងវ័យមនុស្សចាស់បើសម្រាប់កុមារគឺយើងប្រើប្រាស់ជាប្រភេទស្លឹកសុទ្ធបាទដូចនេះអញ្ចឹងប្រភេទស្លឹកសុទ្ធហ្នឹងគឺសម្រាប់គាត់ឲ្យមានជាប្រភេទម្សៅប្រភេទម្សៅមរុំគឺជួយកុមារបានច្រើនដោយសារតែកុមារគាត់មានគាត់ប្រព័ន្ធភាពស៊ាំគាត់កំពុងតែលូតលាស់អញ្ចឹងគឺមរុំវាសម្បូរទៅដោយពពុះវីតាមីនពពុះកាល់ស្យូមច្រើនជួយឲ្យគាត់លូតលាស់អញ្ចឹងជួយទៅពង្រឹងប្រព័ន្ធភាពស៊ាំគាត់ជួយទៅបំពន់នៅសុខភាពរបស់គាត់ឲ្យឆាប់លូតលាស់បានល្អចា៎ពិសេសគឺសុខភាពរបស់គាត់គឺអត់ឆាប់ចាញ់ជំងឺវាសម្រាប់ក្មេងតែគាត់ពិសេសមរុំហើយបើសម្រាប់វ័យចំណាស់វិញគឺភាគច្រើនគឺគាត់ការលូតលាស់គាត់គឺចាប់ដើមកាត់បន្ថយប៉ុន្តែគឺគាត់មានប្រឈមបញ្ហាជំងឺអញ្ចឹងយើងមានប្រភេទផលិតផលគឺប្រភេទរបាយនេះគឺសម្រាប់ជួយដោះស្រាយបញ្ហាសម្រាប់វ័យចំណាស់បើសិនជាបទពិសោធន៍របស់លោកស្រីកន្លងមកដែលធ្លាប់ជួបមនុស្សចាស់ភាគច្រើនគាត់តែងតែមានជំងឺអីដែរដើម្បីងាយស្រួលក្នុងការប្រើប្រាស់វត្តមរុំយើងហ្នឹងជាទូទៅគឺមានវ័យមនុស្សចាស់គឺគាត់ច្រើនតែមានបញ្ហាកាពះពោះវៀនកាពះពោះវៀនហើយនឹងជំងឺដូចថាបងស្ត្រីគឺគាត់មានបញ្ហារោគស្ត្រីច្រើនសម្រាប់បងបុរសគឺគាត់មានបញ្ហាសុខភាពដូចជាគាត់មានឬបងបាឬក៏ប្រព័ន្ធការពារគាត់ចុកសោអញ្ចឹងគឺគាត់ប្រើជាប្រភេទបានបើចំពោះការផលិតម្សៅមរុំនឹងវិញយើងចង់និយាយថាយើងផលិតបែបធម្មជាតិឬមួយក៏យើងមានដាក់អីខ្លះសារធាតុរក្សាទុកឬមួយក៏មិនអីមិនព្រោះរក្សាអាហ្នឹងយើងនិយាយថាវាជារបស់ធម្មជាតិវាជួយដល់សុខភាពរបស់ទាំងកុមារផងទាំងមនុស្សផងទាំងមនុស្សចាស់ផងអញ្ចឹងការផលិតនឹងបែបយ៉ាងម៉េចយើងរបៀបធ្វើណាអាចជំរាបជូនប្រិយមិត្តយើងខ្លះបន្តិចថាតើចង្វាក់ផលិតកម្មនឹងបែបម៉េចអញ្ចឹងនិយាយទៅផលិតផលខាងខ្ញុំនេះគឺជាផលិតផលសរីរាង្គតែម្ដងសម្រាប់ការផលិតគឺតាំងពីការដាំដុះតាំងពីការនិយាយរួមតាំងពីការធ្វើដីដាំដុះអីគឺរហូតដល់ចេញជាផលិតផលសម្រាប់ហ្នឹងគឺសុទ្ធតែជាសរីរាង្គទាំងអស់ព្រោះដោយសារតែយើងទទួលស្គាល់ពីសមាគមកូរ៉ាគឺជាសមាគមដែលគាត់មានទូនទីចុះត្រួតពិនិត្យការវិតម្លៃទៅលើក្រុមហ៊ុនដែលផលិតផលសរីរាង្គផ្ទាល់អញ្ចឹងខាងខ្ញុំគឺគាត់ចង់មកវិតម្លៃជាប្រចាំទៅលើផលិតផលសរីរាង្គអញ្ចឹងការដាំដុះគឺអត់មានប៉ះពាល់ទៅពពួកសារធាតុគីមីឬជាពុលទេគឺយើងប្រើបូននៃចការគឺយើងប្រើជាប្រភេទជីសរីរាង្គជីសរីរាង្គគឺដូចជាជីកំប៉ុស្តគឺយើងផលិតខ្លួនឯងបើយើងនិយាយពីមរុំទៅយើងគិតថាតើវាអាច
ជំនួសនៅអាហារូបត្ថម្ភបែបមួយខ្លះដែរឬមួយក៏ចង់និយាយថាវាជាអាហារបំពេញសុខភាពតែបើយើងនិយាយទៅវាអាចចាត់ចូលថាវាជាប្រភេទអាហារូបត្ថម្ភមួយដែលទ្រទ្រង់រាងកាយយើងឧទាហរណ៍ថាអាហារសាងសង់អាហារស្ថាបនាអាហារការពារអីចឹងណាត្រីចាចាតាមពិតទៅបើសិនជាយើងទាថាយើងទៅទិញពពួកវីតាមីនផ្សេងៗធម្មតាដូចទាថាពពួកវីតាមីន B អញ្ចឹងទៅមកកំប៉ុងហ្នឹងគឺវាមានតែពពួកវីតាមីន B មកបងគេប៉ុន្តែបើសម្រាប់មរុំក្នុងមកកំប៉ុងគឺវាមានផ្ទុកពពួកវីតាមីនរហូតដល់ទៅដល់ជាង200មកអញ្ចឹងបានន័យថាគឺវាច្រើនមែនតើចាអញ្ចឹងបានន័យថាហូបមរុំកំប៉ុងគឺចំណេញយើងទទួលបានពពួកវីតាមីនមែនតើអាហារូបត្ថម្ភជាច្រើននៅក្នុងហ្នឹងចាអញ្ចឹងគឺវាចំណេញពេលហើយក៏មានអត្ថប្រយោជន៍ច្រើនបើសិនជាយើងនិយាយពីឧបសគ្គឬមួយក៏ការដំណើរការរបស់សហគ្រាសចាវត្តមរុំខ្មែរវិញចារយៈពេលនៃការបើកនេះប្រហែលឆ្នាំហើយឧបសគ្គអីខ្លះដែលយើងជួបប្រទេសហ្នឹងណាពុំមិញយើងដឹងអស់ហើយចាពាក់ព័ន្ធរឿងចំសារពាង្គកាយរបស់យើងមានសារធាតុអីខ្លះអញ្ចឹងណាចាខ្ញុំចង់ឲ្យលោកស្រីជំរាបបន្តិចទៅឧបសគ្គអីខ្លះដែរមិនអីបែបមិនអីអញ្ចឹងណាចានិយាយទៅឧបសគ្គបូសម្រាប់ពាក់ព័ន្ធទៅលើភ្ញៀវវិញចាសម្រាប់ភ្ញៀវគឺគាត់ចាញ់ក្លិនដោយសារតែក្លិនគឺធម្មតាបងមិនស្រាប់អីគឺមរុំយើងបើយើងស្លបកោយើងផាត់ក្លិនស្លឹកសាក់របស់វាក៏វាចេះយើងពលដែរចាអញ្ចឹងក្លិនធម្មជាតិរបស់វាគឺនៅតែមានអញ្ចឹងសម្រាប់តេជជនដែលគាត់ចាញ់ក្លិនគឺគាត់ពិបាកក្នុងការហូបបន្តិចប៉ុន្តែគាត់អាចកែច្នៃខ្លួនឯងបានចាអានេះគាត់អាចធ្វើមិនដែរគាត់អាចធ្វើរបៀបមិនដាក់ទឹកឃ្មុំឬដាក់ទឹកក្តៅឬមួយអីចឹងណាចាបើសិនជាប្រភេទម្សៅភ្ញៀវឥឡូវហ្នឹងគឺពេញនិយមប្រភេទម្សៅមរុំម្សៅមរុំគឺជួយបើសិនជាហូបបានច្រើនដូចជាមួយក្នុងមួយថ្ងៃមួយខាង100 ក្រាមហ្នឹងគឺធ្វើឲ្យឆ្អឹងគាត់រឹងមាំហើយបើក្មេងៗអាចក៏ជួយជំនួយទៅលើការលូតកម្ពស់របស់គាត់ដែរអញ្ចឹងក្មេងៗគាត់ចាញ់ក្លិនអញ្ចឹងគាត់ចាប់ដើមច្នៃគាត់ហូបជាមួយដាក់ជាមួយនឹងទឹកដោះគោឆាយក៏បានជាប្រភេទយ៉ាអ៊ូក៏បានហ្នឹងចាពពួកហ្នឹងគឺពេលដាក់ចូលទៅគឺធ្វើឲ្យលុបក្លិនមរុំបានដែរអញ្ចឹងគាត់អាចញ៉ាំបានចាហើយបូករួមទាំងទឹកដោះគោឬក៏យ៉ាអ៊ូគឺជាអាហារមួយដែលជួយទៅដល់សុខភាពដែរចាអញ្ចឹងបូកចូលគ្នារឹតដល់ប្រសាទទៀតចាហ្នឹងជាការច្នៃប្រឌិតរបស់គាត់ចាចំពោះឧបសគ្គអីបានយើងចង់និយាយថាពេលខ្លះអតិថិជនអីគាត់ស្គាល់ផលិតផលរបស់យើងបានច្រើនហើយនៅក្នុងពេលបច្ចុប្បន្នចាសម្រាប់ការផ្សព្វផ្សាយរបស់យើងគឺមានផលវិបាកបន្តិចដោយសារតែយើងគឺនៅលក្ខណៈតូចនៅឡើយចាអញ្ចឹងប្រព័ន្ធផ្សព្វផ្សាយមានកម្រិតយើងមានការខ្វះខាតអញ្ចឹងមានតែជំរុញឲ្យផ្នែកផ្សព្វផ្សាយឬក៏ក្រសួងយើងជួយផ្សព្វផ្សាយលើផលិតផលខ្មែររបស់យើងបានច្រើនចាហើយបើចំពោះតំណាងចាយចាយឥឡូវយើងនិយាយចេះចោះព្រោះភាសាបច្ចុប្បន្នគេប្រើតំណាងចាយចាយណានៅមានលក់នៅលើទីផ្សារមាននៅខេត្តណាខ្លះដែរដើម្បីឲ្យងាយស្រួលប្រជាពលរដ្ឋរបស់យើងគាត់រកទិញបានណាចាសម្រាប់យើងមានតំណាងចាយចាយ25ខេត្តក្រុងចាមាននៅទូទាំងប្រទេសហ្នឹងគឺមានគ្រប់កន្លែងអញ្ចឹងជាទូទៅគឺយើងមាននៅតាមទីរួមខេត្តភាគច្រើនគាត់ថានៅតាមស្រុកគឺយើងមិនទាន់មានទៅដល់ទេដោយសារមានស្រុកខ្លះគាត់នៅឆ្ងាយចាអញ្ចឹងគាត់ដាច់សញ្ញាពេកអញ្ចឹងដាច់សញ្ញាពេកអញ្ចឹងយើងពិបាកក្នុងការទៅដល់ប៉ុន្តែគាត់អាចអញ្ជើញមកទីរួមខេត្តបានព្រោះយើងមាននៅតាមបណ្ដាទីក្រុងខេត្តគ្រប់កន្លែងទាំងអស់សម្រាប់អតិថិជនដែលគាត់ចង់សាកល្បងប្រើប្រាស់ឬក៏ចង់បន្តការប្រើប្រាស់អញ្ចឹងអាចចូលទៅក្នុង page មរុំបានគឺ page វត្តមរុំតែម្ដងនឹងមានលេខទូរស័ព្ទនៅលើសំបក Shop ចាគឺសំបក Shop ក៏មានដែរចាអញ្ចឹងអាចជំរាបលេខទូរស័ព្ទបន្តិចទៅដើម្បីលោកស្រីនាងកញ្ញារបស់យើងអតិថិជនរបស់យើងអញ្ចឹងគាត់អាចដឹងអញ្ចឹងចាលេខទូរស័ព្ទខាងវត្តមរុំយើងគឺមានទីខ្សែអាចអញ្ជើញតាក់ទងបានគឺមានទី1គឺលេខ092 26 2401និងមួយខ្សែទៀតគឺ069 26 2401ដូចគ្នាចាគាត់បដូរតាពីមុខគេដូរទៅបានចាហ្នឹងយើងគឺទៅដូចគ្នាអញ្ចឹងជាចុងក្រោយដែរលោកស្រីគិតថាមានសំណុំពរអីចាឬមួយក៏ចង់ជំរាបជូនព័ត៌មានអីបន្ថែមទៀតពាក់ព័ន្ធនឹងមរុំចាដល់អតិថិជនរបស់យើងដល់អ្នកប្រើប្រាស់ឬមួយក៏សំណុំពរឲ្យមានអ្នកណាគ្រប់គ្រងអីបន្ថែមទៀតអញ្ចឹងណាចាក៏អាចនិយាយទៅចាដើម្បីជូនដល់ប្រជាពលរដ្ឋរបស់យើងហើយក៏មានការគ្រប់គ្រងកាន់តែខ្លាំងទៀតដែរចាសូមអរគុណទៅដល់អតិថិជនដែលតែងតែគ្រប់គ្រងនៅផលិតផលវត្តមរុំក៏ដូចជាគ្រប់គ្រងនៅផលិតផលខ្មែរចាខ្ញុំដូចជាមិនមានសំណពរអីច្រើនគ្រាន់ថាផលិតផលខ្មែរមានតែខ្មែរយើងទេដែលជួយលើកតម្កើងដល់ផលិតផលរបស់ខ្មែរ
យើងឲ្យដូចថាមាន មាន ភាព ទី ល្បី ផ្សារ ឈ្មោះ មាន ចាមានទីផ្សារទាំងក្នុងនិងក្រៅប្រទេសចាដើម្បីជួយផ្សព្វផ្សាយផលិតផលរបស់យើងឲ្យមានកេរ្តិ៍ឈ្មោះល្បីដោយផលិតផលនាំចូលដូចគេដែរ ចា